សួស្តីពុកម៉ែបងប្អូនថ្ងៃនេះមានម៉ូតូបងប្រុសមួយគ្រឿងគឺកាច់សោអត់ឡើងភ្លើហើយបងប្អូនឥឡូវខ្ញុំចាប់ដើមឆែកមើលបូស៊ីវាសិនខាងកប៉ៅអាគុយបងប្អូនថាជាអាចវាដាច់បូស៊ីឥឡូវខ្ញុំរៀបចំដោះមើលវាថាវាខូចអីប៉ិតបងប្អូនឬក៏វាខូចអាគុយហ្នឹងហើយឥឡូវខ្ញុំដោះខ្ចៅហើយបងប្អូនបកមើលខែវាខូចបូស៊ីខូចអីចឹងបងតែនេះបូស៊ីខ្ញុំមើលហើយបងប្អូនគឺវាអត់ខូចទេវាអត់មានដាច់អីទេបងប្អូនខ្ញុំសង្ស័យប្រហែលជាអាចអាគុយវាខូចបងប្អូនចាំមើលបន្តិចខ្ញុំដោះអាគុយបងប្អូនឥឡូវនេះម៉ាញ់ម៉ូតូរបស់វាគឺវាអត់ដុតខ្សែទេបងប្អូនគឺវារលុងចឹងធ្វើឲ្យប្រព័ន្ធភ្លើងរបស់យើងបាញ់ចូលបូស៊ីគឺអត់ស្អាតទេបងប្អូនបាញ់ដាច់ចឹងម៉ូតូយើងខ្ជិះអត់ស្រួលទេហើយនេះអាគូតក្រោយរបស់គាត់ថាឲ្យជួយមើលគូតក្រោយហើយនេះគឺជាខ្សែនឹងជាងណាបងប្អូនយើងមិនហ៊ានថានេះគាត់អត់ហ៊ានរុំស្គុតគាត់រុំដាក់សេយ៉ូឲ្យនេះអាគុយគឺអត់មានភ្លើងទេអាគុយរបស់គាត់នេះខ្ញុំលាងបេនបងប្អូនខ្ញុំលាងបេនឲ្យគាត់ឲ្យស្អាតដើម្បីឆេះស្រួលហើយនេះដុំដេកជុងដេបងប្អូនគឺវាដាច់ហើយគាត់ថាតែដូរទេឥឡូវខ្ញុំដូរថ្មីឲ្យគាត់ជូនហើយនេះជាសកម្មភាពខ្ញុំមើលប្រព័ន្ធភ្លើងសញ្ញោបងប្អូនខ្ញុំឆែកមើលនេះយោតអាយអត់ដំណើរការទេខូចហើយអានេះយោតស៊ីនរបស់ខ្ញុំដាក់ឡូឆេះស្រួលបងប្អូនសាក់ធម្មតាប្រព័ន្ធភ្លើងរត់ធម្មតាចាំមើលខ្ញុំដោះអង្គុយឲ្យមើលបើយោតសាក់ដោះអង្គុយក៏អត់រលត់ដែរបងប្អូនគឺឆេះធម្មតាទេបើយោតនឹងអត់សាក់ដោះអង្គុយទៅរលត់ភ្លឹបមកនេះឃើញអត់បងប្អូននេះចាំមើលខ្ញុំគូសវាអង្គុយឲ្យមើលយោតស៊ីនគឺសាក់ចឹងសាក់ស្អាតបងប្អូនដោះអង្គុយអត់រលត់ទេចឹងយោតស៊ីនឆេះធម្មតាបងប្អូនចាំមើលខ្ញុំដឡូដាក់យោតអាយរបស់គាត់វិញណាចាំមើលវាឆេះអត់ឆេះយោតអាយរបស់គាត់ចាំមើលខ្ញុំដោះក្បាលអង្គុយចេញថាវារលត់អត់មើលបងប្អូននេះខ្ញុំដោះក្បាលអង្គុយចេញនេះបងប្អូនគឺរលត់យកហ្មងដោយសារតែយោតវាអត់ស្រាក់អញ្ចឹងពេលយើងដោះក្បាលអង្គុយទៅភ្លើងវារហត់ចូលគឺវារលត់ចឹងបងប្អូនមកខ្ញុំដាក់វិញខ្ញុំលយម្ដងទៀត